សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះនាំអារម្មណ៍បងប្អូនមកមើលការខ្ញុំហូបសាច់អាំងម្ដងមកថាមើលតែបន្លែពេកគីឡូធុញគីឡូ30អញ្ចឹងណានាំគ្នាមកហូបសាច់អាំងហើយនាំបងប្អូនមកដែរអ្នកព្រៃវែងនិងអ្នកស្អីគេហៅថាស្វាយរៀងនិយាយអត់ចង់ចាញ់ហើយអ្នកព្រៃវែងគាត់ភ័យពីរឿងភ្លើងឆេះភ្នំភ្លើងឆេះព្រៃឬភ្នំមកបងប្អូនយ៉ាងហើយហៅគាត់មកបើកម្លាំងតិចឲ្យគាត់មានកម្លាំងកុំឲ្យភ័យពេកបងប្អូនហើយព្រោះថាដែលថាភ័យខំស្ពាយអីវ៉ែវ៉ាន់តាមខ្លួនទៅដល់ហៅស៊ឺអីចឹងភ័យហើយហត់ហើយស្ពាយធ្ងន់រាល់ថ្ងៃហើយយ៉ាងហើយមកបើកម្លាំងឲ្យគាត់មានកម្លាំងស្ពាយបន្តទៀតនិយាយលេងសើចទេបងប្អូនហើយប៉ុន្តែរឿងគាត់យកឯកសារតាមខ្លួនហ្នឹងគឺគាត់យកមែនតែនណាមិនលេងសើចទេទោះរាល់ថ្ងៃហ្នឹងក៏គាត់នៅតែយកតាមខ្លួនដែរណាបងប្អូនហើយចូលមកគាត់មកចាប់សាច់ចាប់អីចឹងណាបងប្អូនហើយខ្ញុំអ្នកតាមថតផងយកសាច់យកអីប្លុកអីដែរបើថាខ្ញុំទៅគ្នា4នាក់ល្ងាចមិញហ្នឹងបងប្អូនហើយអត់ទៅណាឆ្ងាយទេបងប្អូនហាងហ្នឹងគឺហាងនៅក្បែរផ្ទះខ្ញុំនឹងឯងមានទៅឆ្ងាយទេស្រួលម្យ៉ាងដែរព្រោះថាឥឡូវ buffet នៅក្បែរផ្ទះអញ្ចឹងចង់ហូបពេលណាហេវពេលណាយើងទៅបងប្អូនគេបើក្បែរផ្ទះអញ្ចឹងស្រួលហ្នឹងហើយបងប្អូនព្រោះថាពីមុនចង់ហូបអីទៅរៀងឆ្ងាយជិះឡាន10-20នាទីអីបានទៅដល់កន្លែងហាងហូប buffet អីចឹងណាប៉ុន្តែឥឡូវនេះអត់ពិបាកទេបងប្អូនអើយ5នាទីដល់ល្មមព្រោះថានៅជិតផ្ទះមែនតែនហាងហ្នឹងគេទៅមិនបើកទេគេបើកប្រហែលជាចូលចិត្ត1ឆ្នាំដែរណាបងប្អូនព្រោះថាពីមុនអត់មានទេកន្លែងហ្នឹងតែគេចាប់ដើមបើកចឹងទៅមានឱកាសពួកខ្ញុំអ្នកកសិកម្មហ្នឹងណាឲ្យតែហេវឲ្យតែហត់ចូលបើកម្លាំងមួយថ្ងៃយ៉ាងទៅណាចំណាយតិចតួចទៅហូបបើកម្លាំងចឹងទៅហើយបងប្អូនអ្នកស្គាល់អត់ហ្នឹងគេហៅថាអន្ទង់សមុទ្របងប្អូនខ្ញុំចូលចិត្តហូបព្រោះថាវាច្របប៉ុន្តែគ្នាខ្ញុំមកជាមួយគ្នាហ្នឹងអត់មានអ្នកហ៊ានហូបទេបុផាព្រៃវែងនិងបុផាស្វាយរៀងហ្នឹងគេអត់ហូបទេដោយសារតែគេអត់ហ៊ានហូបរបស់គេអត់ដែលហូបតែចំណែកខ្ញុំវិញអូឆ្ងាញ់វាច្របបងប្អូនរៀងខ្សែច្របនិយាយទៅមកតែ4នាក់ទេក្នុងថ្ងៃនេះប៉ុន្តែកសិដ្ឋានខ្ញុំគ្នាច្រើនណាបងប្អូនហើយមកដល់ហើយមិនអងយូរទេថតវីដេអូផងក៏ហូបផងអញ្ចឹងព្រោះថាបើមិនខំប្រឹងហូបទេសាច់វាខ្លោចមើលតែគ្នា4នាក់អញ្ចឹងហូបចង់តន់ដែរហ្នឹងភ្លើងថ្មីអញ្ចឹងវារៀងក្តៅអញ្ចឹងហើយអាំងវាខ្លោចហើយបានហូបអញ្ចឹងបងប្អូនហើយកុំភ្លេចថតដែរព្រោះថាឥឡូវយើងអ្នកធ្វើវីដេអូបានចេញក្រៅអញ្ចឹងមានឱកាសថតឲ្យបងប្អូនមើលកុំឲ្យបងប្អូនមើលតែខ្ញុំធ្វើការបេះសាឡាត់ក្នុងរងពេកកុំឲ្យបងប្អូនធុញសាំអីចឹងណាដូររូបភាពខ្លះទៅហើយនេះគឺជាបុប្ផាស្វាយរៀងបងប្អូនអ្នកបុប្ផាស្វាយរៀងក៏ទៅមកអាណត្តិទី2ហើយគាត់សួរគាត់ឃើញខ្ញុំថតអញ្ចឹងក៏សួរខ្ញុំថាចេះសង្ស័យបងស្រៀងថតខ្ញុំដឹងខ្ញុំថាមានណាខ្ញុំថតខ្លួនឯងចាញ់បោកខ្ញុំក៏ពិតខ្ញុំថតគាត់សោះគាត់ថាខ្លាចតែខ្ញុំថតទៅគាត់ថាមាត់ធំខ្មាស់គេប៉ុន្តែខ្ញុំលួចថតគាត់មែនបងប្អូនហើយប៉ុន្តែខ្ញុំប្រាប់គាត់ថាចេះអត់ទេខ្ញុំថតខ្លួនឯងទេបើមិនជឿមើលគាត់ចេះជឿខ្ញុំដែរហើយហូបហើយចេញមកវិញហើយបងប្អូននៅចេញមកបុប្ផាព្រៃវែងនិងកំឡោះកំពង់ស្ពឺគាត់នាំគ្នាដាក់កាហ្វេម្នាក់មួយកែវមិនមែនកំឡោះទេប៉ុន្តែចេះថាទៅក្នុងវីដេអូបងប្អូនហើយវីដេអូមានប៉ុណ្ណឹងហើយជម្រាបលាអរគុណច្រើន